កំណំគ្នាពោលតែឌីលបន្ទោសប្រអាប់គ្នាពោលថាមនុស្សវាស់ដោយមនុស្សអត់ចេញអត់ចេញមែន ហ្នឹងហើយគុណធម៌ក៏វាស់ដោយគុណធម៌មនុស្សមិនចេញដែរអញ្ចឹងបានកាលដែលអាត្មានៅព្រៃភ្នំអស់លោកផ្ដាប់តែចេះតែមុនចុះទៅវិញណាតឡាការមនុស្សនេះមិនយុត្តិធម៌ទេកុំស្រែករងយុត្តិធម៌ពីមនុស្សឲ្យកាត់ក្តីឲ្យសោះមានតែតឡាការធម្មជាតិកម្មនិងផលទេទើបយុត្តិធម៌ប្រកាន់នៅទង្វើដែលខ្លួនធ្វើអញ្ចឹងមិនអាត្មាទោះតែគេជេរទោះតែគេសរសើរទោះតែគេស្រឡាញ់ទោះតែគេស្អប់ក៏នៅតែប៉ុណ្ណឹងដែលអាត្មានៅពីដើមប៉ុណ្ណាប៉ុណ្ណឹងអត់ចេះច្បាំងឆ្នៃរិទ្ធពីឬក៏តូចចិត្តខ្នក់ចិត្តអីទេមិនឃើញថាគេភ្លឺរឿងភ្លឺរបស់គេងងឹតរឿងងឹតរបស់គេយើងភ្លឺរបស់គេរបស់យើងងងឹតរបស់យើងបើយើងឡាយតែភ័យគេភ្លឺជាងភ័យនឹងគេងងឹតជាងវាអត់មានបានប្រយោជន៍អីទេព្រោះតារាមណាមានជាតិជាទុកដែលគេស្អប់ទុកដែលគេខ្ពើមទុកដែលអត់តម្លៃទុកដែលអត់គេទិញហើយសង្សារវដ្តហ្នឹងជាទុកបែបហ្នឹងអញ្ចឹងបើចេះភ័យក្នុងវត្តដាក់ហ្នឹងបានហៅថាមនុស្សឆ្លាតបើមនុស្សភ័យខ្លាចស្លាប់មនុស្សភ័យខ្លាចគេចោទប្រកាន់មនុស្សភ័យខ្លាចគេកាប់សម្លាប់ខ្លាចគេសរសើរខ្លាចគេនិន្ទានោះព្រះអង្គមិនសរសើរថាមនុស្សឆ្លាតទេដល់តែភ័យក្នុងវត្តដាក់បានវាហៅមនុស្សឆ្លាតបានហៅថាជាសប្បុរសបានហៅជាបណ្ឌិតយើងភ័យខ្លាចស្លាប់វាគង់តែស្លាប់ហើយបើយើងភ័យខ្លាចគេចោទប្រកាន់តែរឿងគេត្រូវចោទហើយបាច់តែបកស្រាយទេបកស្រាយគេមិនយល់ទេតែហើយប្រហែលពុទ្ធអង្គមិននៅចាញ់ចោលទៅចោទប្រកាន់ដាល់ចំណោមអូហើយកាលនោះអ្នកស្ដាប់ធម៌អ្នកខ្លះជឿមកកណាត់ជឿចាញ់ចាលមកកណាត់ជឿព្រះមកកណាត់ទៀតថាបែបអញ្ចឹងមែនបែបមិនអញ្ចឹងវានៅកណ្ដាលនៅមានសេចក្តីសង្ស័យហ្នឹងអញ្ចឹងកិច្ចការងារទាំងអស់ហ្នឹងយើងជាពុទ្ធជននេះអចិន្ត្រៃយៈហុវិស័យនឹងការយល់អញ្ចឹងកុំភ័យអញ្ចឹងដូចតែគេចោទយើងអញ្ចឹងអាហ្នឹងវាបបកម្មយើងពីជាតិមុនអញ្ចឹងបានតែព្រះអរិយមេត្រីព្រះអង្គសុខចិត្តសន្សំបារមី16